សូមអនុញ្ញាតជម្រាបជូនប្រវត្តិសាស្ត្រដល់កីឡាករបង្គោលក្រហមមានអាយុ38ឆ្នាំកម្ពស់1.83 ម៉ែត្រមានស្រុកកំណើតនៅស្រុកភ្នំត្រួយខេត្តកំពង់ស្ពឺលោកប្រកួតបានចំនួន175ដងឈ្នះ158ចាញ់14ស្មើ3ដោយប្រកួតឲ្យសន្លប់ដោយបច្ចេកទេសបាត់មាត់ឈឹងចំនួន75ដងគូចុងក្រោយជាមួយនឹងកីឡាករអេរ៉ង់លទ្ធផលឈ្នះដែលផ្ដួលឲ្យសន្លប់ក្នុងទឹកទី3ការផ្លែមគំគ្រូតាមរបៀបកែណរេរងគ្រូហៅលោកនួនបូរ៉ាមកពីក្លឹបព្រំសំណាងគុណខ្មែរលោកលោកស្រីនាងយ៉ាសូមសម្លេងតែបានខ្លាំងៗដល់ទៀតដល់កីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាអធិរាជកន្ត្រៃមាសជង្គង់ទឹកកណ្ដាប់ដៃញុលព្រមសំណាកីឡាករបង្គោលខៀវគេមានអាយុ22ឆ្នាំកម្ពស់1.76 ម៉ែត្រមកពីប្រទេស